ផ្ដល់បទពិសោធន៍និងជំនាញទៅដល់បុគ្គលិកនិងកម្មករថ្មីដែលគាត់មកគឺក្មេងៗគាត់មកគឺអត់ចេះអីសោះតែជាអ្នកជំនាញខ្លាចជាអ្នកមានបទពិសោធន៍គាត់អាចរករបរគឺពីជំនាញរបស់គាត់ទៅបង្កើតមុខជួយនាំលុយពីក្រៅប្រទេសចូលមកនៅក្នុងអានេះបានប៉ັດប្រកាសគេហៅថាអាជីវកម្មតម្លៃនៃអាជីវកម្មបាទមិនយើងបានចំណេញលុយហើយអ្នកដតីឬបែរថាមានអ្នកសកលក្រោយអ្នកជំនាន់ក្រោយនឹងគាត់ទទួលបានផលប្រយោជន៍នៃអាជីវកម្មរបស់យើងបែរថាគាត់មកធ្វើការកន្លែងយើងគាត់មិនមែនចាំតែយើងម្នាក់ខ្លួនគាត់ម្នាក់នេះគាត់អាចចាំឪពុកម្ដាយគាត់ឬក៏គាត់ជួយបង់រហូតដល់តាំងពីធនាគារបង់ឲ្យផ្សេងៗដល់ឪពុកម្ដាយដល់ក្រុមគ្រួសាររបស់គាត់ថែមទៀតអញ្ចឹងអាជីវកម្មនេះពិតជាមានតម្លៃពិតជាអស្ចារ្យមែនអ្វីដែលខ្ញុំគិតថាគិតមកដល់ពេលនេះគឺការបើកធ្វើអាជីវកម្មរបៀបនេះគឺវាមិនងាយស្រួលវាហត់វានឿយបាទវាលំបាកខ្លាំងតែម្ដងក៏ប៉ុន្តែយើងគិតថាអាជីវកម្មបែបនេះវាបានយូរអង្វែងយើងអាចផ្ដល់ផលប្រយោជន៍ឲ្យទៅអ្នកដទៃបានច្រើនអាជីវកម្មខ្លះគឺដើម្បីតែលុយឧទាហរណ៍ជាក់ស្ដែងពេលដែលយើងមានលុយមានលទ្ធភាពយើងទិញដីឧទាហរណ៍ទិញដីមួយកន្លែងរងចាំ2-3ឆ្នាំក្រោយដីវាឡើងថ្លៃយើងលក់វិញយើងជាប្រាក់ចំណេញអានេះអត់ខុសទេបងប្អូនអត់ខុសទេអានេះគេហៅថាអាជីវកម្មដើម្បីតែលុយចំណេញហ្នឹងអត់ខុសទេបាទអ្នកធ្វើអាជីវកម្មប៉ុន្តែអាជីវកម្មខ្លះប្រភេទខ្លះទៀតឧទាហរណ៍គាត់ទិញដីហើយគាត់ធ្វើកសិកម្មគាត់ដាំដុះនៅលើហ្នឹងអញ្ចឹងគាត់ត្រូវការបុគ្គលិកច្រើនធ្វើការឲ្យគាត់នឹងគាត់ផ្ដល់ជំនាញឲ្យបុគ្គលិកមកធ្វើការគឺគាត់រកអ្នកបច្ចេកទេសមកដើម្បីបំបែកជំនាញរបស់គាត់ណាផ្ដល់បទពិសោធន៍និងជំនាញទៅដល់បុគ្គលិកនិងកម្មករថ្មីដែលគាត់មកគឺក្មេងៗគាត់មកគឺអត់ចេះអីសោះតែគាត់ភាគច្រើនគឺអត់ចេះអីសោះតែគាត់មករៀនរហូតដល់3-4-5 ឆ្នាំក្រោយគាត់ខ្លាយជាអ្នកជំនាញខ្លាយជាអ្នកមានបទពិសោធន៍គាត់អាចរករបរគឺពីជំនាញរបស់គាត់ទៅបង្កើតមុខរបរថ្មីឬក៏បានចំណូលខ្ពស់ជាងមុនដើម្បីជួយជីវភាពក្នុងគ្រួសារយើងគ្រួសារគាត់បាទអញ្ចឹងបងប្អូនគិតមកបើសិនជាក្រុមហ៊ុនយើងឬក៏អាជីវកម្មរបស់យើងដែលបែរថាបណ្ដុះបណ្ដាលបាន1នាក់បាទអញ្ចឹងយើងផ្ដល់ឱកាសឲ្យគាត់បាន1នាក់យើងជាអ្នកបង្កើតឱកាសឲ្យគាត់បាទបើសិនជាយើងអាចបណ្ដុះបណ្ដាលពី10នាក់ឬក៏100នាក់ឬក៏ធំឡើងដល់ទៅ1000នាក់អានឹងគឺជាការបែរថាការជួយដល់អាជីវកម្មខ្លួនឯងមានប្រាក់ចំណេញផងជួយដល់អ្នកដទៃឬបែរថាបុគ្គលិករបស់យើងគាត់មានជំនាញច្បាស់លាស់គាត់មានចំណូលមានចំណេញពីមានផលប្រយោជន៍ពីអាជីវកម្មរបស់យើងជួយដល់រដ្ឋជួយដល់សង្គមជាតិបាទយើងត្រូវបង់ពន្ធអីត្រឹមត្រូវទាំងអស់ជូនដល់រដ្ឋបាទជួយដល់រដ្ឋជួយដល់សង្គមជាតិអញ្ចឹងអ្វីដែលយើងធ្វើឡើងមកគឺទី1គឺបានន័យថាយើងចង់និយាយថាបើសិនជាយើងមានផលិតផលនៅក្នុងវត្ថុធាតុដើមនៅក្នុងដៃនៅក្នុងស្រុកខ្មែរយើងមានវត្ថុដើមបាទយើងមានជំនាញយើងមានកម្លាំងពលកម្មហើយយើងផលិតបានចេញជារបស់ហើយមួយទៀតថាផលិតផលក្នុងស្រុកហើយអាចនាំទៅលក់ទៅក្រៅប្រទេសបាននេះកាន់តែប្រសើរកាន់តែល្អអានេះគឺជាអាជីវកម្មមួយយើងបានចំណេញខ្លួនឯងម្ចាស់ក្រុមហ៊ុនក៏គាត់ចំណេញលុយចូលកប៉ាល់បុគ្គលិកក៏គាត់មានផលប្រយោជន៍ក្នុងហ្នឹងសង្គមជាតិជួយបានសង្គមជាតិជួយប្រជាពលរដ្ឋមានការងារធ្វើច្រើនជួយដល់ប្រទេសជាតិដែលយើងបានបង់ពន្ធច្រើនហើយជួយនាំលុយពីក្រៅប្រទេសចូលមកនៅក្នុងអានេះបានប៉ັດប្រកាសគេហៅថាអាជីវកម្មតម្លៃនៃអាជីវកម្មបាទអាជីវកម្មនេះការខ្ញុំគិតរបស់ខ្ញុំមានថាបន្ទាប់ពីយើងធ្វើរយៈពេល20ឆ្នាំមកដល់នេះខ្ញុំដឹងថាខ្ញុំត្រឡប់មកក្រោយខ្ញុំគិតថាបើសិនជាខ្ញុំគិតតែពីលក់ដាំឈើមួយដើមមកដើមលក់បាន20,000ដើមលក់បាន4លានអានេះគឺជាការអាជីវកម្មមួយដែលគេថាចំណេញតែអត់មានតម្លៃ